សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមជូននៅហាងឆេងមាសប្រចាំថ្ងៃទៅដល់បងប្អូនទាំងអស់គ្នាហាងឆេងមាសថ្ងៃនេះតើប៉ុន្មានសូមបងប្អូនកុំភ្លេចចូលរួមទីទាំងអស់គ្នាសម្រាប់មាសគីឡូលក់ចេញគឺ$390ទិញចូល$370ផ្លាទីនទឹក7$250លក់ចេញ$225ទិញចូលសម្រាប់ដុល្លារគឺលក់ចេញ40គុត20គុតហើយទិញចូលគឺ4000សម្រាប់ម៉ូតចិញ្ចៀនអធិស្ឋានសម្រាប់ម៉ូតកវលមួយគូនេះគឺតែ3ហ៊ុនតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាហើយហាងឆេងនេះសម្រាប់ថ្ងៃទី12-13នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើងហើយសម្រាប់ហាងឆេងថ្មីគឺមិនទាន់មាននៅឡើយទេមិនដឹងថាចុះឬក៏ឡើងតម្លៃ390នេះគឺជាតម្លៃមួយដែលឡើងខ្ពស់កប់ពពកឲ្យបងប្អូនអញ្ចឹងមិនដឹងថាបន្តឡើងទៀតឬក៏ត្រឹមនឹងឲ្យធ្លាក់ចុះមកវិញបងប្អូនចូលរួមទីទាំងអស់គ្នាតាមមាសអាចឈានចូលទៅដល់ឡើងខ្ពស់បំផុតត្រឹមណាទៅដល់400ឬក៏400ជាងបងប្អូនទាំងអស់គ្នាដោយសារតែឥឡូវនៅខ្វះតែ$10ទៀតទេគឺតោង$400ហើយសម្រាប់$400បើយើងគិតជាលុយខ្មែរគឺ1,60,000ណាបងប្អូនអញ្ចឹងហើយធ្លាក់នៅសល់ត្រឹមតែ390អញ្ចឹងគឺមិនទាន់ដល់1,60,000ទេសម្រាប់ចិញ្ចៀននេះគឺទម្ងន់តែ3ហ៊ុនតែប៉ុណ្ណោះហើយស្អាតខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់បានចិញ្ចៀនជាប់ពាក្យចិញ្ចៀនឬក៏ទិញសម្រាប់ពាក់ខ្លួនឯងគឺអាចយកម៉ូតនេះបានសម្រាប់កវលក៏មានដែរបងប្អូនហើយម៉ូតទាំងអស់នេះគឺមិនថ្លៃរហូតដល់ថ្នាក់ 1G 2G ឬក៏ 5G ទេវាខ្ទង់តែ3ហ៊ុន4ហ៊ុនតែប៉ុណ្្នឹងឯងអញ្ចឹងហើយគឺមានម៉ូតថ្មីប្រចាំឲ្យតែបងប្អូនចូលមកកាន់ប៉ុស្តិ៍របស់នាងខ្ញុំដែលនាងខ្ញុំតែងតែចែកម្លែកបងប្អូនហើយវីដេអូរបស់នាងខ្ញុំក៏មានហាងឆេងមាសព្រមទាំងវីដេអូដែលនាងខ្ញុំបានដើរដំណើរទៅទីកន្លែងដែលប្លែកឆ្ងាយទេសភាពអីក៏មានដែរចឹងបងប្អូនអាចបើកមើលនៅប៉ុស្តិ៍របស់នាងខ្ញុំបានដែលបំបត្តិការអបសុកបងប្អូនចឹងហើយសង្ឃឹមថាបងប្អូនជួយចុច Subscribe សម្រាប់បងប្អូនដែលអត់ទាន់បានចុចហើយចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីជាប្រចាំសម្រាប់ពេលដែលនាងខ្ញុំបានចេញទៅហើយបងប្អូនអាចទស្សនាបានគឺចិញ្ចៀនមានទាំងកវលម៉ូតថ្មីបងប្អូនចង់បានអាចមើលហើយយកទៅឲ្យជាងធ្វើឲ្យកំងបានថាបានម៉ូតទាំងនេះដោយសារម៉ូតខ្លះគឺតម្រូវឲ្យយើងកំងទុកមុនបើទិញស្រាប់គឺវាអត់អាចត្រូវចិត្តយើងបងប្អូនយូរយើងអាចឃើញត្រូវចិត្តយើងម្ដងដែរព្រោះអីគេដាក់លក់គឺគេមើលទៅតាមម៉ូដដែលពេញនិយមចាញ់ហើយគេក៏អាចធ្វើសម្រាប់ដាក់តាំងលក់ដែរអញ្ចឹងកវលអីគឺមិនខ្វះទេច្រើនណាបងប្អូនស្ទើរម៉ូដស្អាតហើយអរគុណសម្រាប់បងប្អូនដែលតាមដានព័ត៌មានរបស់នាងខ្ញុំហាងឆេងមាសសង្ឃឹមថាហាងឆេងមាសនឹងចុះបងប្អូននាងខ្ញុំនឹងអាប់ដេតបើសិនវាចុះឬក៏ឡើងភ្លាមជូនបងប្អូនទាំងអស់គ្នាកុំឲ្យតឹងរងចាំនៅហាងឆេងមាសទោះបីជាចូលឆ្នាំហើយក៏ដោយនាងខ្ញុំនឹងមិនភ្លេចនៅអាប់ដេតព័ត៌មានហាងឆេងមាសចែកជូនបងប្អូនដែរអញ្ចឹងនាងខ្ញុំសូមអញ្ញាតគ្រប់លាជួបគ្នានៅវីដេអូក្រោយបាយបាយ